បងជឿអត់ថាឡាន pick up មួយគ្រឿងនេះមានសំទុះពី0ទៅ100ចាយពេលត្រឹមតែ 9.4 វិនាទីតែប៉ុណ្ណោះបងជឿអត់ថារថយន្តតម្លៃត្រឹមតែ $40,000 ជាងនេះមានសមត្ថភាពលើសពីរថយន្ត pick up តម្លៃ $50,000 ជាងក្នុងទីផ្សារអូខេអញ្ចឹងបងប្អូនស្ដាប់មិនច្រឡំទេនេះគឺជារថយន្ត pick up Chevrolet Colorado ដែលជារថយន្តដែលដំឡើងផ្ទាល់មកពីប៉ែកខាងអាមេរិកផ្ទាល់តែម្ដងអញ្ចឹងគិតគូរខ្លាំងមែនតើពីស្តង់ដារសុវត្ថិភាពភាពធន់ទំនើបជាពិសេសគឺកម្លាំងខ្លាំងតែម្ដងហើយបងប្អូនច្បាស់ជាចង់ដឹងហើយថារថយន្ត pick up មួយគ្រឿងនេះតម្លៃត្រឹមតែ $46,000 មានសមត្ថភាពលើសពីរថយន្តតម្លៃ $50,000 យ៉ាងណាខ្លះបាទអញ្ចឹងខ្ញុំសូមរៀបរាប់ពីម៉ាស៊ីនមុនអញ្ចឹងបងច្បាស់ជាដឹងហើយថាឡាន pick up គឺគេផលិតមកផ្ដោតទៅលើភាពធន់ភាពមាំមើលទៅរូបរាងអំណាចជាពិសេសគឺកម្លាំងខ្លាំងនឹងតែម្ដងហើយសម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ Chevrolet Colorado នេះមានទំហំម៉ាស៊ីន 2.8 លីត្រមាន Turbo ហើយមាន AI ជំនួយក្នុងការប្រើប្រាស់ទៀតហើយម៉ាស៊ីននេះបង្កើតកម្លាំងបានរហូតដល់ 208 សេសនិងកម្លាំងរមួល 510 Newton meters ខណៈពេលឡាន pick up គេផ្សេងមានទំហំមកកាត់ម៉ាស៊ីនប៉ុនគ្នាប៉ុន្តែបង្កើតកម្លាំងសេសគឺបានតិចជាង Chevrolet Colorado ហើយបងប្អូនឃើញកម្លាំងខ្លាំងអញ្ចឹងតិចច្រឡំថាឡាននេះស៊ីម៉ាស៊ូតខ្លាំងអីទៅគឺស៊ីតិចខ្លាំងមែនតើសឹងតែមិនគួរឲ្យជឿ100 គីឡូស៊ីចន្លោះខ្ទង់6ទៅ7លីត្រតែប៉ុណ្ណោះបាទគឺស៊ីតិចខ្លាំងមែនតើអញ្ចឹងជំនួយដល់ការអន្សំចៃបងប្អូនថែមមកកម្រិតទៀតណាបាទអញ្ចឹងមានអីបងបាទកម្លាំងខ្លាំងហើយអន្សំចៃបាទហើយចំណុចពិសេសមួយទៀតដែលឡាន pick up ផ្សេងមិនអាចធ្វើបានគឺការ design ផ្នែកពីខាងក្នុងបាទធានាជូនគឺជាឡាន pick up មួយគឺ cabin ផ្នែកពីខាងក្នុងនេះគឺធំទូលាយជាងឡានគេផ្សេងដាច់តែម្ដងបាទឡាន pick up ខ្លះនៅពេលដែលបងប្អូនចូលអង្គុយនៅផ្នែកពីខាងក្រោយណាអង្គុយទៅគឺមានអារម្មណ៍ថាត្រង់ខ្លួនហើយ space ជើងគឺចង្អៀតប៉ុន្តែឡាន pick up របស់យើងគឺអាចថាជាឡានមួយដែលទលាយបាទចូលមកគឺអង្គុយមាន space តែមេត្រខ្នងបានណាអញ្ចឹងអត់ឲ្យបងប្អូនដែលបើកបររួមដំណើរគឺអត់សូវចុកចង្កេះចុកខ្នងទេបាទបើកបរបានដោយផាសុកភាពតែម្ដងហើយចំពោះការ design ពីផ្នែកខាងក្នុងនេះបងឃើញទេដូចឡាន SUV អញ្ចឹងផ្ដល់ជូនអារម្មណ៍បងប្អូនបើកបរបែបផាសុកភាពតែម្ដងណាបាទឡាន pick up មែនប៉ុន្តែខាងក្នុងគឺដូចឡានប្រណិត SUV អញ្ចឹងបដូរអារម្មណ៍ឲ្យបងប្អូនបើកបរចូលនៅក្នុងឡានគឺអត់មានអារម្មណ៍ថាហត់នឿយខ្លាំងដូចឡាន pick up គេផ្សេងទេហើយចំពេលឱកាសពិសេសឥឡូវនេះបងចាប់អារម្មណ៍ Chevrolet Colorado ឬក៏ចង់បាន pick up មួយគ្រឿងនេះគឺបងនឹងទទួលបានក្លុបខាងក្រោយនេះដោយ free តែម្ដងបាទអញ្ចឹងបងចាយលុយ $46,000 អត់ចាំបាច់បំពាក់ក្លុបខាងក្រោយនេះថែមទៀតទេអញ្ចឹងយើងមាន free ជូនបងប្អូនតែម្ដងហើយតម្លៃដល់ផ្ដល់ជូនឥឡូវនេះត្រឹមតែ $46,000 តែប៉ុណ្ណោះបងច្បាស់ជាដឹងហើយតម្លៃពេញ $52,000 អញ្ចឹងណាបងអញ្ចឹងបងទិញឥឡូវហ្នឹងគឺទទួលបានតម្លៃពិសេសខ្លាំងហើយមានការថែមជូនទៀតហើយមួយទៀតបងលក្ខខណ្ឌសិក្សារំលោះកាន់តែងាយស្រួលជូនបងប្អូនបាទលក្ខខណ្ឌយើងចូលរួមមុនចាប់ពី 10% ឡើងទៅនៅតម្លៃឡានឬក៏បងចូលរួមបានដល់ទៅ 50% មួយខែបងត្រឹមតែ$299 តែប៉ុណ្ណោះលក្ខខណ្ឌ process ងាយស្រួលសិក្សា2ថ្ងៃគឺដកឡានបានតែម្ដងបាទហើយមួយទៀតសម្រាប់អតិថិជនដែលមានបញ្ហាទៅលើ CBC ក៏យើងអាចសម្រួលសិក្សាបានដូចគ្នាដែរនឹងហើយអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍កុំភ្លេចណាបងតាក់ទងមកលើនេះបាទឬក៏បងប្អូនថានៅ Stackster តាក់ទងនឹងឡានអត់ទាន់យល់ច្បាស់បងប្អូនអាចតាក់ទងមកជាមួយខ្ញុំបាទផ្ទាល់បានឬក៏បងប្អូនអញ្ជើញមក test drive ផ្ទាល់ដើម្បីដឹងពី performance ជើងក្រោមឬក៏ភាពហាប់របស់រថយន្តមួយគ្រឿងនេះបាទហ្នឹងហើយអរគុណច្រើនជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយមានចម្ងល់បន្ថែមបងប្អូនអាចសាកសួរបានណាហើយមើលវីដេអូចប់កុំភ្លេចឆ្លៀតមក test drive ផងបាទអរគុណច្រើនជម្រាបលាបង